អ្នកផ្ទះខ្ញុំអោយតែតនីបានទេបងប្អូនថ្ងៃនេះគឺថាតនីមកធ្វើជាមួយនឹងនំគោហូបបងប្អូនចឹងដឹងថាគ្រួសាររបស់ខ្ញុំធ្វើនំគោដោយរបៀបណាបងប្អូនកុំភ្លេចតាមដានវីដេអូនេះដល់ចប់ជាដំបូងគឺខ្ញុំចាប់ផ្ដើមមកលីងជាមួយនឹងសណ្តែកខៀវសិនបងប្អូនលីងថ្ងៃនេះគឺថារាំងច្រើនតិចដែរដោយសារតែអង្គដែលខ្ញុំធ្វើនំគោហ្នឹងគឺថាត្រាំ7កំប៉ុងបងប្អូនចឹងលីងសណ្តែកប្រហែលជាកន្លះចានដែរនេះបងប្អូនយើងលីងឲ្យវាឡើងក្រៀមឡើងស្រួយឲ្យឡើងក្រហមជាមកគឺឈ្ងុយហើយបងប្អូនបន្ទាប់មកក៏ខ្ញុំចាប់ផ្ដើមមកកោសជាមួយនឹងដូងចាមិនកោសទេគឺបកសម្បកដូងសិនចាដោយសារយើងទិញម៉ូនោះពីផ្សារយើងត្រូវបកម្ដងទៀតបងប្អូនខ្ញុំក៏ចាប់ផ្ដើមកាប់វាសិនបងប្អូនឈូសវាមុននឹងយើងយកទៅពុះបន្ទាប់មកក៏យើងយកនិយាយពីថាកំពុងតកាប់សម្បកដូងនោះបងប្អូនអើយពីក្តៅចេះអស់និយាយថាខ្ញុំបែកញើសឡើងជក់ខ្លួនអស់បងប្អូនចាបន្ទាប់មកនេះចាប់ផ្ដើមឈូសវាសិនមុននឹងយើងយកទៅកាប់ចាដោយសារតែទិញម៉ូហ្នឹងគឺគេមិនទាន់កាប់ឲ្យយើងចេះស្រេចទេបងប្អូនបន្ទាប់មកក៏ខ្ញុំប្រើប្តីខ្ញុំឲ្យទៅកាត់ស្លឹកចេកមកធៀងចាដើម្បីខ្ញុំឈូសដូងដាក់ហើយដូងថ្ងៃនេះគឺថាខ្ចីល្អបងប្អូនខ្ញុំក៏ចាប់ផ្ដើមអង្គុយកោសសិនបងប្អូនកំពុងអង្គុយកោសនោះគឺថាមានការក្តៅជាខ្លាំងអញ្ចឹងមុខគឺថាមិនសូវស្រស់ទេបងប្អូនហើយដូងហ្នឹងគឺថាវារបកសម្បកទៀតអញ្ចឹងគឺកោសរាំងបបាអន្តិបងប្អូនអើយដោយសារតែវាខ្ចីពេកពេលដែលវាខ្ចីពេកទៅយើងទុកហាក្តៅផងអញ្ចឹងពេលដែលយើងកាប់ទៅគឺវាធ្លាក់សម្បកបងប្អូនអញ្ចឹងកោសរាំងបបាត្រូវទប់ហើយបន្ទាប់មកនេះម៉ែខ្ញុំដាក់ត្រាំកចូលឲ្យវារាំងរីកសិននឹងលីងទៅកិនណាបងប្អូនត្រាំប្រហែលជា7កំប៉ុងដែរខ្ញុំក៏ចាប់ផ្ដើមមកមើលអង្គហ្នឹងថាវារីកនៅអញ្ចឹងក៏នៅយើងទុកមកសន្ទុះមកខ្ញុំទៅដេកបងប្អូនអើយខ្ញុំងុយដេកថ្ងៃដល់ពេលខ្ញុំដេករួចមកដល់ម៉ែកូននំកាលណាអស់ចាអញ្ចឹងមកដល់មកថតនេះគឺថាម៉ូអាចจะដល់វគ្គជាតិឆ្អិនហើយនេះពីស្អុតល្មាន់អស់បងប្អូនអើយគឺយើងអង្គុយកោវាមកសន្ទុះទៅគឺនំរបស់យើងចាប់ផ្ដើមឡើងស្អិតបដើហើយយើងក៏កយគិនបងប្អូនកយគិនមើលឲ្យស្អាតហើយយើងចាប់ផ្ដើមគ្របទុកមកសន្ទុះសិនឲ្យវាដាច់ទឹកបងប្អូនពេលដែលយើងលើកដាក់ធ្វើឲ្យនំរបស់យើងរឹងល្អអញ្ចឹងទៅបងប្អូនហើយខ្ញុំចាប់ផ្ដើមមកកោទុកវាមកកណ្ដុបកណ្ដាលសិនកុំឲ្យវាខ្លោចទៀតបងប្អូនបន្ទាប់មកគ្របប្រហែលជា10នាទីជាងចុះបងប្អូនឥឡូវមើលថានំគឺថាស្ងួតល្អហើយស្រស់ទឹកល្អហើយខ្ញុំក៏ចាប់ផ្ដើមចាដូសហើយបៀកដាក់ជាមួយនឹងស្លឹកចេករបស់យើងចាដាក់ស្លឹកចេកអញ្ចឹងពេលដែលយើងកាត់ហូបស្រួលទេបងប្អូនហើយនិយាយពីថានំល្អណាស់បងប្អូនអើយតំណងឆ្ងាញ់បងប្អូនតានីអាចធ្វើហូបបានបងប្អូនណាខ្លះដែលចូលចិត្តញ៉ាំនំគោបងប្អូនចាគ្រួសារខ្ញុំគឺចូលចិត្តញ៉ាំណាបងប្អូនតានីបើមិននំគោទេក៏នំកាប់ស្ករបើនំកាប់ស្ករក៏នំចាក់អីដែរនិយាយទៅគឺថាមិនអោយតានីទេដូសដាក់ចង្អេររួចអស់ហើយខ្ញុំក៏ចាប់ផ្ដើមចាប់ឲ្យតាខ្ញុំភ្លក់បន្តិចបងប្អូននិយាយទៅគឺត្រូវឲ្យតាភ្លក់មុនថាចង្អាញ់ក៏អត់នេះបងប្អូនអើយយកទៅឲ្យលោកតារបស់ខ្ញុំភ្លក់ហើយវីដេអូខ្ញុំក៏មានតែប៉ុណ្ណាឯងបងប្អូនបាយបាយ